កងកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំទេចសំណល់យុទ្ធភ័ណ្ឌសង្គ្រាមចំនួន45គ្រាប់នៅស្រុកថ្មពួកដោយជោគជ័យបន្ទាយមានជ័យសំណល់យុទ្ធភ័ណ្ឌសង្គ្រាមចំនួន45គ្រាប់ដែលត្រូវបានកប់លាក់ទុកក្នុងសម័យសង្គ្រាមស្ថិតនៅក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិត្រៀលឃុំកុកឋានស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងជំនាញកំទេចដោយជោគជ័យកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ប្រជាពលរដ្ឋម្នាក់បានរាយការណ៍ថាឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរកឃើញពីរណ្ដៅមានចំនួន45គ្រាប់ក្នុងនោះមានគ្រាប់ B40 ចំនួន30គ្រាប់និងគ្រាប់រ៉ុកកែត B62 ចំនួន15គ្រាប់បន្ថែមទៀតក្រៅទទួលបានព័ត៌មាននេះកម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានធ្វើការបោះសម្អាតនិងកំទេចចោលប្រកបដោយសុវត្ថិភាពព្រមទាំងសហការជាមួយកងកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានលើពីនេះការផ្សព្វផ្សាយអំពីគ្រោះថ្នាក់សំណល់មីននិងយុទ្ធភ័ណ្ឌសង្គ្រាមក៏ត្រូវបានអនុវត្តដល់ប្រជាពលរដ្ឋដើម្បីបង្ការគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌសំណល់សង្គ្រាមទាំងនេះឲ្យកាន់តែសកម្មថែមទៀតជាមួយគ្នានេះកម្លាំងជំនាញបានថ្លែងអំណរគុណចំពោះសន្តិភាពដែលធ្វើឲ្យសំណល់សង្គ្រាមទាំងនេះគ្មានសមរភូមិប្រយុទ្ធរវាងខ្មែរគ្នាឯងនិងត្រូវបានបោះបង់ចោលជារៀងរហូត